ខ្ញុំសូមនមស្ការចំពោះប្រតនត្រ័យទាំង3ដោយក្តីគោរពព្រមទាំងសូមគោរពញាតិធម៌ទាំងអស់ដោយក្តីគោរពញាតិធម៌ទាំងឡាយស្គាល់ព្រះសត្តាបានអត់តើបុគ្គលដែលមានចិត្តបដិបត្តិធម៌របៀបណាឈ្មោះថាព្រះសត្តាបានព្រះសត្តាហៅថាព្រះសត្តាហើយបុគ្គលនឹងមានជាតិកំណត់បន្តយ៉ាងច្រើន7ជាតិទេនឹងបានសម្រេចជាព្រះអរហន្តណាយ៉ាងច្រើន7ជាតិអស់ប៉ុណ្ណឹងហើយអ្នកណាខ្លះដែលមានចិត្តដូចព្រះសត្តាបានចាំមើលខ្ញុំរៀបរាប់ប្រាប់ណាអ្នកដែលសម្រេចគុណធម៌ថ្នាក់ទី1គឺលោកយល់ច្បាស់នៅរូបធម៌និងនាមធម៌ហ្នឹងណាគឺកាយហ្នឹងថាមិនមែនជាខ្លួនណាគឺគាត់មិនមានការប្រកាន់ក្នុងបញ្ញខណ្ឌក្នុងរូបរាងទាំងមូលនឹងទេគាត់មានទេគឺលោកដឹងច្បាស់ថាកាយហ្នឹងត្រឹមតែជាធាតុណាគឺលោកមិនមានការប្រកាន់ហួងហែងក្នុងខណ្ឌនឹងទៀតទេនឹងសម្រាប់ទី1ចំណែកឯទី2គឺលោកច្បាស់លាស់នៅក្នុងពុទ្ធពធប្រសងហ្នឹងគឺលោកដឹងថាសាងអំពើល្អបានល្អសាងអាក្រក់បានអាក្រក់គឺលោកមិនមានការសង្ស័យឬក៏ស្រពេចស្រពិលទេគឺលោកដឹងច្បាស់ហ្មងថាសាងអំពើបែបណាគឺបានផលរបៀបនោះអញ្ចឹងលោកអត់មានសង្ស័យស្ទាក់ស្ទើរអីទេគឺលោកដឹងច្បាស់ខ្លួនលោកតែម្ដងហើយសម្រាប់ទី3គឺលោកមានការប្រព្រឹត្តទៅនៅទង្វើណាដែលមានហេតុមានផលគឺលោកលះបង់នៅទង្វើណាដែលប្រព្រឹត្តទៅមានតែហេតុតែអត់ផលគឺលោកលះបង់អញ្ចឹងដូចជាការជឿជាក់ទៅលើគ្រូមន្តអាគមអូមអាមទាំងឡាយបួងសួងបែបបន់សំសេចក្តីសុខឬក៏សំនេះសំនោះពីព្រះអញ្ញពីប្រព្រំគឺលោកមិនមានទៀតទេប្រើខ្សែយន្តខ្សែចក្រេះអីគឺមិនមានទេហើយមើលចោះមិនថាអ្នកបួសចាស់បួសក្មេងយាយចាស់តាចាស់អីក៏ដោយយាយតាណាឬក៏ដែលមានខ្សែកម្មខ្សែមន្តអាគមឬក៏ខ្សែដៃនិយាយរួមទៅអ្នកដែលប្រើបារមីអ្នកដែលមានគេហៅថាគ្រូអាគមអមអាមផ្ដាំដុតទាំងឡាយហ្នឹងអំបោះក្រហមអំបោះខ្មៅអីក៏ដោយអ្នកដែលមានទាំងអស់ហ្នឹងមិនមែនជាព្រះសត្តាបានទេណាគឺមិនបានយល់ច្បាស់ពីសច្ចធម៌ទេសម្រាប់ព្រះសត្តាបានគឺលោកយល់ច្បាស់គឺលោកមិនមានអ្វីដែលជាគ្រឿងមង្គលភ្ញាក់ផ្អើលហ្នឹងទៀតទេគឺលោកគ្មានទេគឺលោកច្បាស់លឿសតែម្ដងអញ្ចឹងលោកអាចគេហៅថាមិនយល់ខុសនៅក្នុងរឿងទាំង3យ៉ាងហ្នឹងយ៉ាងច្បាស់លាស់នឹងសម្រាប់ព្រះសត្តាបានលោកមិនយល់ខុសហើយលោកបដិបត្តិនៅអាត្រូវបានយ៉ាងល្អប្រសើរនេះហើយឈ្មោះថាព្រះសត្តាបានសំណឹកទាំងឡាយយល់ចោះហើយព្រះសក្តិអនាគានិងព្រះអរហន្តនឹងអាចធ្វើវីដេអូបន្តទៀតក៏ប៉ុន្តែរឿងនេះមិនដឹងថាមានញាតិធម៌ណាខ្លះដែលអាចស្ដាប់យល់ព្រោះមិនងាយមានអ្នកស្ដាប់យល់ទេព្រោះទាំងអស់ហ្នឹងវាជាគេហៅថាលោកកតរៈចិត្តទៅហើយវាជាចិត្តដែលខ្ពស់ឯកមិនងាយមានបុគ្គលណាដែលអាចប្រព្រឹត្តបាននៅក្នុងត្រឹមតថទី1សត្តាបានគឺមិនងាយអ្នកដែលមានចិត្តអាចប្រព្រឹត្តបានទៅហើយចេះតម្រាំតែទី2ទី3ទី4ទៀតកាន់តែកម្រតែបើសិនជាមានបុគ្គលនោះគឺលោកឆ្លៀវឆ្លាតរុករកស្វែងយល់ដោយខ្លួនឯងហើយនឹងហើយមិនមានគ្រូអាចារ្យណាមកបដៅច្រើនទេព្រោះបុគ្គលនោះគឺលោកមាននិស្ស័យខ្លួនលោកតែម្ដងណាកាលណាមាននិស្ស័យមានចិត្តគឺលោកប្រឹងប្រែងស្វែងយល់ដោយខ្លួនឯងហើយខ្ញុំសូមថ្វាយបង្គំនិងសូមជម្រាបលា